ឡានម៉ូដែលនេះចង់យកមកម៉ាត់ទៅលក់អស់ដែរបងប្អូនតគ្នាហើយលក់ដាច់ខ្លាំងមែនតើ GAC S9 ដែលជាប្រភេទរថយន្ត SUV ជាលក្ខណៈគ្រួសារគឺស័ក្តិសមបំផុតហើយមានផាសុកភាពទៀតបងប្អូនតគ្នាអញ្ចឹងយើងទៅមើលផ្នែកខាងក្នុងទាំងអស់គ្នាចំពោះផ្នែកខាងក្នុងគឺ design មុខមានជាមួយនឹងពណ៌ទឹកក្រូចស្អាតខ្លាំងមែនតើហើយស្បែកវិញនិយាយពីថាតុនល្មើយតែម្ដងស្ប៉ាម៉ាសាខ្យល់ក្តៅត្រជាក់ចេញចូលអីគឺមានទាំងអស់តែម្ដងបងប្អូនតគ្នាមានមកជាមួយនឹង head up display ផងដែរបើនិយាយពីដៃចង្កូតវិញណាគឺ smooth ខ្លាំងមែនតើងាយស្រួលបងប្អូនតកងឡានបើកបោតែម្ដងចំពោះអេក្រង់វិញគឺមានទំហំធំងាយស្រួលប្រើប្រាស់មានច្រើន option ហើយភ្ជាប់មកជាមួយនឹងអក្សរអង់គ្លេសផងដែរអញ្ចឹងយើងទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាចំពោះផ្នែកខាងក្រោយវិញគឺធំទូលាយហើយមានជាមួយនឹងឆ្នោតអូតូដែរបងប្អូនតគ្នាចំពោះក្អីផ្នែកខាងក្រោយ2នេះគឺមានជាមួយនឹង span massage ដែរអញ្ចឹងក្អី4ពីក្រោយទៅមុខគឺ span massage ហើយមានជាមួយនឹងក្អីជួរទី3ទៀតជួរទី3គឺយើងអាចអង្គុយបាន3 4នាក់ដែរបងប្អូននិយាយទៅគឺមួយគ្រឿងនេះអែមខ្លាំងណាស់ហើយតម្លៃវិញគឺត្រឹមតែ 60000 ជាងហើយឡានទំនើប Civilized Full Option ហើយតម្លៃសមរម្យទៀតត្រឹមតែ 60000 ជាងហើយបងប្អូនតើគ្នានិយាយទៅគឺឡាននេះអត់សមនឹងតម្លៃតែម្ដងចំពោះផ្នែកខាងក្រោយវិញគឺ space ធំខ្លាំងមែនតើបើសិនជាក្អីជួរទី3ហ្នឹងបងប្អូនអង្គុយទេអាចបាត់បានតែអីវ៉ាន់បានច្រើន F9 នេះជាប្រភេទ plug-in hybrid តែចង់ថាជាមួយនឹងស្នាមក៏បានអគ្គិសនីក៏បានដែរបងប្អូនបាទគ្នាម៉ាស៊ីន 1.5 គ្មានតាបូចឹងម៉ាស៊ីនចំពោះបងប្អូនមានចំណាប់អារម្មណ៍ទៅលើឡានមួយនេះអាចមកមើលតើនៅឃ្លាំងរថយន្តស្រាប់តែនៅទីតាំងរបស់យើងគឺស្ថិតនៅលើមហាវិទ្យាល័យ 5 នីវ៉ុងទៅមុខគណនី KVA នៅជាប់ផ្លូវអូស័យបាយបាយ